សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin មកសម្រាប់រឿងមួយចាត់ជូនអ្នកទាំងអស់គ្នាស្ដាប់ដែលរឿងនោះមានចំណងជើងថាអានខ្លួនឯងទៅដោយសារតែវីដេអូនេះគឺជាវីដេអូដំបូងរបស់ admin ចឹងហើយរឿងវល់បន្តិចហើយចាប់ពីភាគ2ទៅបានលេងសូវវល់តោះលើកមកខាត់ពេលស្ដាប់ admin ទៅបែរឡែលោតច្រើនយើងចូលសាច់រឿងទាំងអស់គ្នាផ្ដំសាច់រឿងមកមិញអ្នកកំឡោះម្នាក់ដែលគេមានឈ្មោះថាយាយឈិនគេមានសេចក្តីកាទុកមកសុកចិត្តយ៉ាងខ្លាំងចំពោះលោកមេប៉ាក់ថៃឈូក៏ព្រោះតែលោកមេប៉ាក់ថៃឈូបានលើកកូនស្រីតែម្នាក់គត់របស់គាត់ទៅឲ្យបរិសម្នាក់តាំងតែនេះមិនដែលទាំងស្គាល់ពីមុនមកផងពេលលោកធ្វើលោកវិបាក់ថៃឈូខឹងយ៉ាងខ្លាំងហើយក៏បានចេះទៅពលសម្ពាធទៅកាន់យាយឈិនហើយនិយាយថាតើឯងលែងចង់ធ្វើជាសិស្សរបស់ប៉ាក់ថៃឈូទៀតហើយមែនទេយាយឈិនគេក៏បានតបថាគេគ្រាន់តែមិនអាចឈប់មើលភាពអយុត្តិធម៌បានតែប៉ុណ្ណោះហើយសាច់រឿងក៏បានកាត់មកកាន់តួឯកប្រុសរបស់យើងដែលគាត់មានឈ្មោះថាគូឆាងរឿងទាំងអស់បាយមួយនេះគឺកើតឡើងដោយសារគូឆាងនេះឯងដោយសារតែគូឆាងគេគឺជាអ្នកប្រុសរបស់គ្រួសារគូនៅឯឋានលើហេតុនេះហើយទើបបានជាលោកវិបាក់ថៃឈូព្យាយាមយកចិត្តគេដោយលើកកូនស្រីគេតែម្ដងហើយយើងក៏បានដឹងការពិតថាការពិតទៅគូឆាងគេគឺជាមនុស្សដែលឆ្លងភពទៅពីពិភពលោករបស់យើងនេះឯងភ្ញាក់ដឹងខ្លួនឡើងនៅក្នុងខ្លួនរបស់គូឆាងអំបញ្ញមិញនេះទេហើយគាត់ក៏បានដឹងទៀតថាគាត់គ្រាន់តែជាតួអង្គចិត្តអាក្រក់នៅក្នុងសាច់រឿងមួយនេះតែប៉ុណ្ណោះដែលចុងក្រោយទៅស្លាប់ក្រោមស្នាដៃរបស់តួអង្គចិត្តល្អគឺតួអង្គឯកភ្លាមនោះក៏មាន system មួយបង្ហាញខ្លួននៅពីមុខតួអង្គឯករបស់យើងតែម្ដងតាម system យើងក៏បានដឹងទៀតថាតួអង្គនៅក្នុងរឿងទាំងអស់គឺមាននៅកម្រិតសំណាងរបស់ពួកគេរៀងៗខ្លួនដែលបែងចែកពីទាបទៅខ្ពស់ពណ៌ក្រហមដែលជាពណ៌ទាបជាងគេពណ៌ទឹកក្រូចពណ៌លឿងពណ៌ផ្ទៃមេឃពណ៌ខៀវនិងជាចុងក្រោយគឺពណ៌ស្វាយចំណុចឯយាយឈិនវិញកម្រិតនៃសំណាងរបស់គេគឺពណ៌បៃតងដែលជាតួឯកក្នុងរឿងនេះឯងរីឯកម្រិតសំណាងរបស់គូឆាំងយើងវិញគឺពណ៌អីគេអ្នកនរគ្នាមើលខ្លួនឯងហើយគាត់ក៏បានគិតក្នុងចិត្តថាបើតាមការអានរឿងរបស់គាត់កន្លងមកតួអង្គចិត្តអាក្រក់មិនដែលរស់បានយូរទេអាពណ៌ខ្មៅនេះប្រហែលជាពណ៌នាំសំណាងអាក្រក់ហើយមើលទៅសាច់រឿងក៏បានកាត់ទៅកាន់យាយឈិនវិញដែលកំពុងតែស្រែកជេរគូឆាងរបស់យើងថាជាមនុស្សលាក់ពុតព្រោះថាគូឆាងមិនបានធ្វើឲ្យសោះបែរយើងអង្គុយស្ដាប់ទៅវិញពេលនោះអ្នកក្រមបង្កប់របស់គូឆាងក៏បានងើបឈរឡើងតែគាត់នោះមានឈ្មោះថាឈូឈွန်គេមានសេចក្តីខឹងសម្បារយ៉ាងខ្លាំងចំពោះយាយឈិនដែលហ៊ានហៅអ្នកពលរបស់គេថាជាមនុស្សលាក់ពុតបែបនេះព្រះធាតុចារនៅក្នុងបកថៃឈូព្រមទាំងអ្នករាល់គ្នានៅទីនោះសុទ្ធតែបានសេបន្ទោសឲ្យយាយឈិនគ្រប់គ្នាដោយសារតែគេធ្វើទង្វើថ្លំធំបែបនេះទៅកាន់លោកម្ចាស់គូយាយឈិនគេក៏បានចោទជាខ្លាំងហើយរវេបានជាអ្នកគ្រប់គ្នាឈរនៅខាងគូឆាងមិនឈរនៅខាងគេដែលជាមនុស្សមានទេពកោសល្យហត្ថយុទ្ធសាស្ត្រពីកំណើតនឹងជាអនាគតលោកនៃបកថៃឈូនេះផងដែរសម្បីតែឈីងកើដែលជាមនុស្សដែលគេស្រឡាញ់ក៏មិននៅខាងគេដែរនៅពេលនោះគូឆាងរបស់យើងកំពុងតែសប្បាយចិត្តយ៉ាងខ្លាំងព្រោះតែឃើញតួឯកធ្លាក់ក្នុងសភាពបែបនេះឈូឈន់ឃើញបែបនេះហើយក៏បានស្ទុះយ៉ាងលឿនទៅកាន់យាយឈិនហើយក៏បានដាក់យាយឈិនមួយដៃធ្វើឲ្យជះនៅធម្មពលសម្ពាធយ៉ាងខ្លាំងនៅក្នុងសាលប្រជុំក៏ប៉ុន្តែយាយឈិនបែរជាអាចទប់បានធ្វើឲ្យអ្នករាល់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែយុទ្ធសាស្ត្ររបស់យាយឈិនគឺនៅកម្រិតទី3តែប៉ុណ្ណោះសូលផាឡេសប៉ុន្តែបែរជាអាចទប់បានជាមួយឈូឈន់ដែលមានយុទ្ធសាស្ត្រលើកម្រិតទី4 Divine Powerក៏ប៉ុន្តែគូឆាងរបស់យើងគេមិនភ្ញាក់ផ្អើលអីបន្តិចនោះទេក៏ព្រោះតែគាត់ដឹងថាយាយឈិនគេគឺជាតួឯកគ្រាន់តែឆ្លងទៅសល់មួយកម្រិតតែប៉ុណ្ណោះអ្នកនិពន្ធប្រកាសជាមិនអោយគេចាញ់ឡើយបើតាមគូឆាងយើងបានដឹងថាកម្រិតយុទ្ធសាស្ត្រវឹកហាត់នៅឋានក្រោមនេះគឺមាន9កម្រិតកម្រិតទី1 Mortal Body កម្រិតទី2 Spiritual Sea កម្រិតទី3 Soul Palace កម្រិតទី4 Divine Power កម្រិតទី5 Omnipotent កម្រិតទី6 Secret Lord កម្រិតទី7 Secret Emperor កម្រិតទី8 Secret Sovereign និងកម្រិតចុងក្រោយគេគឺកម្រិតទី9 Quan Chi God គូឆាងគេក៏បានដឹងទៀតថាទង្វើរបស់យាយឈិនពេលនេះគឺដើម្បីរារាំងកូនស្រីរបស់លោកមេប៉ាក់មិនឲ្យរៀបការជាមួយគេដែលឈ្មោះរបស់នាងគឺស៊ូឈីងកើដែលជាអនាគតប្រពន្ធរបស់តួឯកគឺយាយឈិននេះឯងដែលនាងមានកម្រិតសំណាងពណ៌លឿងរហូតដល់350ឯណោះហើយពេលនេះគូឆាងរបស់យើងគាត់ក៏បានដឹងខ្លួនថាគាត់បានលូកថ្លើមរបស់តួឯកបាត់ទៅហើយទោះបីជាចង់បកក្រោយក៏មិនអាចទៅរួចដែរនៅពេលដែលនាងចាក់តាឲ្យគាត់ក៏បានយកដៃរបស់គាត់ទៅចាប់ដៃនាងដើម្បីមកជួយចាត់យាយឈិនហើយក៏និយាយទៅកាន់នាងថាគាត់មិនមែនខ្លាហើយក៏មិនមែនជាសត្វសាហាវដែរហេតុអ្វីបានជានាងខ្លាចគាត់បែបនេះភ្លាមនោះ system ក៏បានលុបមកតែម្ដងដោយសារតែទង្វើរបស់គូឆាងធ្វើឲ្យស៊ូឈីងកើផ្លាស់ប្ដូរការគិតចំពោះគាត់ហើយក៏បានបោកបន្ទុកសំណាងឲ្យគាត់10ទៀតផងដែលបានមកដោយសារការដកបន្ទុកសំណាងរបស់យាយឈិននេះឯងពេលនោះធ្វើយាយឈិនមានការខឹងសម្បារយ៉ាងខ្លាំងដោយសារតែគូឆាងប៉ះពាល់នារីដែលគេស្រឡាញ់ឃើញបែបនេះគូឆាងរបស់យើងស្បែកចិត្តជាខ្លាំងហើយក៏បានចេញមុខទូចិត្តអាក្រក់របស់គាត់មកតែម្ដង